បាទទស្សនិកជនជាទីគោរពរបស់បាទនៅសប្តាហ៍នេះកម្មវិធីសុខភាពលេខ1របស់ស្ថានីយ៍ទូទស្សន៍ PNN សូមលើកយកប្រធានបទមួយស្ដីអំពីជំងឺមហារីកក្រពេញប្រូស្តាតបាទប្រធានបទនេះបកស្រាយជូនឲ្យលោកវិជ្ជាបណ្ឌិតអឹងមេងលៀងឯកទេសវាកាត់ប្រព័ន្ធទឹកមាត់ឬក៏ហៅសាមញ្ញថាប្រព័ន្ធតម្រង់នោមបាទវិទ្យុលោកវិជ្ជាបណ្ឌិតបាទបាទវិទ្យុបាទអរគុណណាស់លោកវិជ្ជាបណ្ឌិតដែលបានចំណាយពេលវេលាផ្ដល់បទសម្ភាសន៍ជាមួយស្ថានីយ៍ទូទស្សន៍ PNN បាទតាមខ្ញុំដឹងថាអ្នកជំងឺកំពុងរងចាំច្រើនណាស់នៅពេលនេះបាទមុននឹងចូលប្រធានបទខ្ញុំសូមអនុញ្ញាតពីលោកវិជ្ជាបណ្ឌិតតើអាចជម្រាបជូនទស្សនិកជនយើងបន្តិចបាននេះតកតងទៅនឹងជីវប្រវត្តិសិក្សាមិនក្បួនយុទ្ធសាស្ត្រក្បួនវិទ្យាសាស្ត្រណាបាទតកតងទៅនឹងវិជ្ជាជីវៈរបស់លោកវិជ្ជាបណ្ឌិតបាទជាដំបូងខ្ញុំសូមជម្រាបសួរដល់ទស្សនិកជនហើយជម្រាបសួរដល់លោកពូដែរដែលបានផ្ដល់កិត្តិយសអញ្ជើញខ្ញុំបានមកធ្វើការសម្ភាសន៍ហើយក៏បានមកជូនជាបញ្ហាសុខភាពដល់ប្រជាពលរដ្ឋបាទជាដំបូងនេះខ្ញុំសូមធ្វើការណែនាំខ្លួនបន្តិចពីជីវប្រវត្តិទាក់ទងការសិក្សារបស់ខ្ញុំខ្ញុំបានចូលរៀននៅសាលាពេទ្យឬមួយយើងហៅថាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅឆ្នាំ2005ហើយខ្ញុំបានបញ្ចប់ថ្នាក់វិជ្ជាបណ្ឌិតទូទៅបាទរយៈពេល8ឆ្នាំគឺនៅឆ្នាំ2013ហើយខ្ញុំបានបន្តថ្នាក់វិជ្ជាបណ្ឌិតឯកទេសគឺនៅឆ្នាំ2015ហើយបញ្ចប់នៅឆ្នាំ2019គឺថ្នាក់វិជ្ជាបណ្ឌិតឯកទេសវាកាត់ប្រព័ន្ធទឹកមាត់ឬមួយក៏ហៅថាប្រព័ន្ធតម្រង់នោមភាសាសាមញ្ញបាទបាទហើយបន្ទាប់មកនៅដល់ឆ្នាំ2020ខ្ញុំបានក៏មានឱកាសបានចូលមកបម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួងហើយខ្ញុំក៏បានចាប់ផ្ដើមបន្តការសិក្សានៅឯប្រទេសក្រៅតទៀតមានដូចជាប្រទេសថៃសិង្ហបុរីម៉ាឡេជាដើមបាទច្រើនទេចឹងស្ដាប់ទៅច្រើនឆ្នាំណាស់លោកវិជ្ជាបណ្ឌិតបាទជាង10ឆ្នាំខ្ញុំបានចូលធ្វើការបាទបើសិនជារៀនវិជ្ជាផ្សេងមិនដល់ប៉ុណ្ណឹងពេកទេហេតុអីបានជាជ្រើសរើសយកប្រធានមកឲ្យសំទោសហេតុអីបានជ្រើសរើសយកវិជ្ជាជីវៈហ្នឹងបាទព្រោះខ្ញុំគិតថាពីដើមមកខ្ញុំគិតថាការងារកន្លែងណាក៏ពិបាកដែរប៉ុន្តែចំពោះការងារពេទ្យខ្ញុំគិតថាការងារជួយមនុស្សគឺខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលបានឃើញមនុស្សម្នាក់ដែលចិត្តស្លាប់ហើយយើងបែរជាអាចជួយគាត់មានជីវិតរស់មកវិញហើយឃើញបងប្អូនរបស់អ្នកជំងឺដែលគាត់កំពុងអស់សង្ឃឹមដែលគាត់កំពុងកើតទុក្ខសោកហើយឃើញបងប្អូនរស់វិញហើយឃើញគាត់ញញឹមយើងគឺវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងសប្បាយចិត្តហើយមានមោទនភាពលើខ្លួនឯងបាទអរគុណណាស់បាទឥឡូវយើងងាកមកជួបប្រធានបទយើងតែម្ដងបាទតើនិយមន័យនៃជំងឺមហារីកក្រពេញប្រូស្តាតមានន័យយ៉ាងម៉េចដែរបាទលោកចាប់ដិតបាទនិយមន័យនៃជំងឺមហារីកក្រពេញប្រូស្តាតខ្ញុំនឹងបង្ហាញបន្តិចទៀតតែជាដំបូងខ្ញុំចង់ណែនាំឲ្យជាពលរដ្ឋក៏ដូចជាលោកពូស្គាល់ថាអ្វីទៅដែលជាប្រព័ន្ធតម្រង់នោមមុនសិនបាទព្រោះក្រពេញប្រូស្តាតហ្នឹងវាជាក្រពេញមួយនៅក្នុងប្រព័ន្ធតម្រង់នោមដែរបាទអញ្ចឹងស្អីគេថាប្រព័ន្ធតម្រង់នោមគឺជាសរីរាង្គជាច្រើនដែលបានផ្គុំគ្នាដែលមានដូចជាតម្រង់នោម2នៅខាងផ្នែកខាងលើនៅនឹងចង្កេះឬមួយក៏ខ្មែរយើងចូលចិត្តប្រើពាក្យថាកលៀនបាទបើតាមបទពិសោធន៍របស់ខ្ញុំរយៈពេល 4-5 ឆ្នាំនេះជាពលរដ្ឋយើងគាត់មានការយល់ច្រឡំច្រើនអាចថាលើសពី 80% គាត់យល់ច្រឡំមិនគាត់យល់ច្រឡំពាក្យថាកលៀនគឺនៅកន្លែងនេះបាទកលៀននៅបាទពាក្យថាកលៀនអក្សរវាក៏សរសេរខុសគ្នាដែរកលៀនឬមួយក៏តម្រង់នោមកជង្រើលើដាក់ស្អៀធំនិងនើអាហ្នឹងគឺកលៀនដែលជាតម្រង់នោមតែកលៀននៅនេះកជង្រើលើដាក់ស្អាននើទេអញ្ចឹងបាទអញ្ចឹងវាធ្វើឲ្យជាពលរដ្ឋយើងគាត់យល់ច្រឡំថាកន្លែងគឺកលៀនអញ្ចឹងអ្នកខ្លះគាត់ធ្វើការច្រើនគាត់ដើរច្រើនស្រាប់គាត់ឈឺឬមួយគាត់មានអារម្មណ៍ថាដូចយ៉ាងខ្សោយកន្លែងស្លាក់ហ្នឹងអញ្ចឹងធ្វើឲ្យគាត់មកពេទ្យដើម្បីពិគ្រោះ
គាត់មកពេទ្យសួរទៅថាគាត់ចង់មកពីព្រោះរឿងគាត់ខ្សោយកលៀន បាទ បើសួរគាត់កលៀនថ្ងៃណាគាត់ថាកលៀនគាត់ថ្ងៃនេះ រៀនលើ អ ផ្លូ ញ្ចឹ វ ង ហ្នឹង បាទថ្ងៃនេះក៏ខ្ញុំចង់បង្ហាញឲ្យប្រជាជនទាំងអស់ឲ្យបានដឹងថាអ្វីដែលហៅថាកលៀនឬមួយក៏តម្រង់នោមហ្នឹងហើយកលៀនឬមួយក៏តម្រង់នោមហ្នឹងទីតាំងរបស់វាគឺនៅអមមួយឆ្អឹងកងខ្នងហើយផ្នែកទីតាំងនៅផ្នែកចង្កេះ នៅខាងក្រោយវិញ បាទផ្នែកខាងក្រោយ បាទ កន្លែងហ្នឹងមិនគេហៅថាកលៀនឬមួយក៏តម្រង់នោមហ្នឹងអញ្ចឹងសង្ឃឹមថាការផ្សព្វផ្សាយថ្ងៃនេះនឹងអាចធ្វើឲ្យប្រជាជនជាច្រើនអាចដឹងនិងបែងចែកឲ្យដាច់ពីបញ្ហាកលៀនឬមួយក៏តម្រង់នោមហ្នឹង បាទ អូខេបន្តមកយើងចូលដល់បន្ទាប់ពីកលៀនឬមួយក៏តម្រង់នោមហ្នឹងវាត្រូវមានផ្លូវបង្ហូរទឹកនោម2មានថាកលៀនខាងឆ្វេងត្រូវមានផ្លូវបង្ហូរទឹកនោមខាងឆ្វេងកលៀនខាងស្ដាំត្រូវមានផ្លូវបង្ហូរទឹកនោមខាងស្ដាំហើយវាហូរទៅណាវាត្រូវហូរចាក់ចូលទៅក្នុងផ្លោកនោមយើងនៅកន្លែងលើថ្ងាសនេះ ពីលើនឹងមក បាទព្រោះកលៀនយើងទូនទីរបស់វាជាអ្នកផលិតទឹកនោម បាទ នៅក្នុងទឹកនោមវាមានជាតិពុលមានអីអញ្ចឹងដែលគេបានគេហៅថាអ្នកជំងឺអ្នកខ្សោយកលៀនគឺគាត់ជាតិពុលឡើងដែលអាចធ្វើឲ្យគាត់ពុលស្លាប់អីហ្នឹងអញ្ចឹងគេត្រូវលាងឈាមហ្នឹងថាត្រូវលាងឈាមបញ្ចេញជាតិពុលហ្នឹងមក យល់ហើយបាទ បាទអញ្ចឹងនៅពេលដែលទឹកនោមវាហូរចូលក្នុងផ្លោកនោមហើយបានផ្លោកនោមយើងពេញបានយើងនោមចេញមក បាទ បាទអញ្ចឹងវាមានផ្លោកនោមហើយនឹងមានខែផ្លូវបង្ហួរនោមនៅស្រីខ្លីឬប្រុសវែងអញ្ចឹងទៅ បាទ ហើយនៅក្រោមផ្លោកនោមហ្នឹងគឺមានកពេញមួយអាហ្នឹងគេហៅថាជាកពេញប្រូស្តាត អាហ្នឹងចំពោះមនុស្សស្រីមានដែរទេកពេញប្រសាទហ្នឹង កពេញប្រូស្តាតមនុស្សស្រីគឺអត់មានទេវាហាក់ដូចជាគឺស្បូនមនុស្សប្រុសមានអត់ចឹងវាជាសេរីមួយដែលបែងចែកដាច់ពីគ្នា ចឹងបាទ ហើយទូនាទីវាគឺផ្សេងគ្នាអញ្ចឹង បាទ អញ្ចឹងកពេញប្រូស្តាតហ្នឹងទូនាទីវាធ្វើអីបើនិយាយឲ្យត្រង់អាចនិយាយថារៀងពាក្យឆ្អេះឆ្អាតតិច បាទ ទូនាទីវាជាអ្នកផលិតកាមរបស់យើង អញ្ចឹងណោះ បាទ អូ នៅក្នុងទឹកកាមរបស់មនុស្សប្រុសយើងវាមានធាតុផ្សំវាមានមេជីវិតហើយមានទឹកអញ្ចឹងពងស្បោះរបស់យើងទូនាទីជាអ្នកផលិតមេជីវិតយើង បាទ ពាក្យបច្ចេកទេសហៅថា spermatozoid បាទ ហើយអាកពេញប្រូស្តាតជាអ្នកផលិតទឹកចេញមកអញ្ចឹង បាទ ទឹកហ្នឹងគុំជាមួយនឹងមេជីវិតឬមួយ spermatozoid ហ្នឹងបានយើងហៅថាទឹកកាមបាន បាទ អូខេអញ្ចឹងឥឡូវលោកពូហើយក៏ដូចជាប្រជាជនបានដឹងទីតាំងរបស់កពេញប្រូស្តាតហ្នឹងហើយទូនាទីវាក៏អាចដឹងបានខ្លះៗដែរ បាទ យើងចូលដល់ប្រធានបទរបស់យើងវិញអ្វីទៅដែលហៅថាជំងឺមហារីករបស់កពេញប្រូស្តាតហ្នឹង បាទ យើងដឹងហើយថាជំងឺមហារីកបានន័យថាវាជាដុំសាច់មួយដែលរលួយមិនមែនពាក្យថាមហារីកមកថាវារីកលឿន បាទ តែមិនមែនដូចយើងទៅលើកអាតែទៅសាច់ដុំយើងធំអញ្ចឹងទេសាច់ដុំយើងមានលក្ខណៈត្រឹមត្រូវអញ្ចឹងទេវាធំដែរតែដុំហ្នឹងកើតចេញមកវារលួយវាជាដុំដំបៅអញ្ចឹងដូចយើងបាននិយាយអញ្ចឹងជំងឺមហារីកកពេញប្រូស្តាតអញ្ចឹងមែនដុំហ្នឹងកើតចេញមកពីកោសិការបស់កពេញប្រូស្តាតហ្នឹង អូបាទ បាទ យល់ហើយបាទអញ្ចឹងនៅពេលដែលដុំនឹងរលួយគឺអាចកើតជាជំងឺមហារីកមានន័យអញ្ចឹង បាទ ជំងឺដុំនឹងនៅកន្លែងណាទៅនៅក្នុងក្រពេញហ្នឹង ដុំគឺនៅក្នុងកពេញប្រូស្តាតហ្នឹងតែម្ដង បាទ គ្រាន់តែថានៅក្នុងកពេញប្រូស្តាតរបស់យើងគេមានបែងចែកចេញជាលោកហៅដុំផ្សេងៗគ្នា បាទ ហើយជំងឺមហារីកកពេញប្រូស្តាតភាគច្រើនគឺវាកើតឡើងនៅលបផ្នែកខាងក្រៅកែមក្បែរសបករបស់វា បាទ អញ្ចឹង បានអ្នកជំងឺរីកកពេញប្រូស្តាតហើយនឹងជំងឺមហារីកកពេញប្រូស្តាតការព្យាបាលវាគឺខុសគ្នា180ដឺក្រេ បាទ ជំងឺរីកកពេញប្រូស្តាតធម្មតាការព្យាបាលវាគេគ្រាន់តែយកអាផ្នែកខាងក្នុងដុំដែលរីកហ្នឹងចេញមកអ្នកជំងឺនោះបានធម្មតាដោយទុករូបរាងប្រូស្តាតធម្មតា អញ្ចឹងបាទ ចំណែកឯអ្នកជំងឺរីកមហារីកកពេញប្រូស្តាតវិញមិនមែនព្យាបាលយកតែដុំខាងក្នុងទេគឺត្រូវកាត់កពេញប្រូស្តាតចោលទាំងមូលតែម្ដងអាហ្នឹងឯងបានជាភាពខុសគ្នាដោយសារវាកើតឡើងនៅក្បែរសបកវាតែម្ដងអញ្ចឹងយើងមិនអាចយកចេញបានដោយទុករូបរាងប្រូស្តាតបានទេ បាទអរគុណណាស់លោកចាប់ដិតបាទអញ្ចឹងចង់និយាយថាមានមូលហេតុអ្វីខ្លះដែរដែលបណ្ដាលឲ្យកើតជំងឺមហារីកក្រពេញប្រូស្តាត សំទោសលោកចាប់ដិតមិនមានប្រសាសន៍ខ្លះហើយដោយសារតែដុំរលួយអញ្ចឹងណាក្រៅពីនឹងមានអីទៀតទេបាទតែបណ្ដាលកើតមហារីក តើតើជាមួយនឹងមូលហេតុដែលបណ្ដាលឲ្យមានជំងឺមហារីកកពេញប្រូស្តាតមានដូចជាតើតើជាមួយនឹងកត្តាអាយុ
បាទ បាយថាបើទោះជាអ្នកជំងឺនឹងអត់ធ្វើអីក៏ដោយឲ្យតែអ្នកជំងឺចាប់បានអាយុច្រើនទៅទូទៅគេយើងចាប់បានរាប់ចាប់ពីអាយុ50ឆ្នាំឡើងទៅ បាទ គឺអ្នកជំងឺអាចនឹងប្រឈមវានឹងកើតឡើងដោយឯងបាយថាកោសិកាកពេញប្រូស្តាតរបស់គាត់ហ្នឹងគឺវាប្រែប្រួលទៅជាកោសិកាមិនធម្មតាដែលគេហៅថាមហារីកហ្នឹង បាទ បាទហ្នឹងទី1គឺតាអាយុមានថាអាយុអ្នកជំងឺកាន់តែច្រើនទៅចឹងទៅ ចាប់ពី50ទៅ បាទអញ្ចឹងគឺកោសិកាវាចាប់បានប្រែប្រួលឯងអាចនឹងកើតមានមហារីកដោយឯងទី2កតាដំណរពូជកតាដំណរពូជបានថាឧទាហរណ៍ថាគ្រួសារមួយឪពុកគាត់ចាប់អាយុ65 66ឆ្នាំឬ70ឆ្នាំ បាទ ស្រាប់គាត់កើតជំងឺមហារីកកពេញប្រូស្តាតគាត់បានព្យាបាលឬមួយក៏មិនបានព្យាបាលក៏ដោយចុះអាហ្នឹងយើងធៀបចោល បាទ ត្រឡប់មកវិញកូនប្រុសរបស់គាត់ក៏អាចកើតដែរ ដោយសារ គេហៅថាដំណរពូជបើថាឪពុកគាត់កើតអញ្ចឹងកូនប្រុសគាត់ក៏អាចកើតមានដែរ បាទ បាទទី3គេហៅថាកតាជនជាតិឬមួយក៏តេតឹងជាមួយពណ៌សម្បុរចាស់ភាគច្រើនគេសង្កេតឃើញជនជាតិស្បែកខ្មៅ អញ្ចឹងទេណូ បាទដែលកើតមានជំងឺមហារីកកពេញប្រូស្តាតខ្ពស់ជាងជនជាតិស្បែកស អញ្ចឹងដោយសារអីដោយសារសម្បុរក៏ដោយសារអីបាទ វាជាធម្មជាតិ អញ្ចឹង រឿងនេះគេមិនអាចបកស្រាយបានទេគេគ្រាន់តែអាចថាវិជ្ជាការ study មកមកថាបាទមកថាក្នុងរយៈពេល1ឆ្នាំស្រាប់តែអ្នកជំងឺមហារីកកពេញប្រូស្តាតជនជាតិស្បែកខ្មៅ 10000 នាក់ដល់ពេលមើលជនជាតិស្បែកស 2-3000 នាក់អញ្ចឹងអញ្ចឹងវាធ្វើឲ្យគេបានចេញជាលទ្ធផលមួយអានេះដូចជាការ study ទេ បាទ អូខេ ប៉ុន្តែអាស៊ីយើងវិញ អាស៊ីក៏មិនទាន់មានតួលេខច្បាស់លាស់ដែរប៉ុន្តែបើសួរថាតើវាជាជំងឺមហារីកដែលនៅគេហៅថាចំណាត់ថ្នាក់ទីប៉ុន្មានចំពោះបរិសុទ្ធវាស្ថិតនៅចំណាត់ថ្នាក់ទី2 អញ្ចឹងណូ បាទបន្ទាប់ពីជំងឺមហារីកស្បែកជំងឺមហារីកកពេញប្រូស្តាតជា បាទ នៅក្នុងដំណាក់គេហៅថាលេខរៀងទី2 បាទអរគុណណាស់បើតាមបទពិសោធន៍របស់លោកចាប់ដិតវិញធ្វើការនៅក្នុងទីពេទ្យអង្គនោះតើជួបញឹកញាប់ទេមហារីកក៏ពេញប្រូស្តាត តាមបទពិសោធន៍របស់ខ្ញុំរយៈពេល6ឆ្នាំនេះ ស្រុកយើងស្រុកខ្មែរយើង នៅក្នុងទីពេទ្យអង្គឌួងយើងសង្កេតឃើញថាគួរសមដែរនៅក្នុងរយៈពេល1ឆ្នាំដែលខ្ញុំបានផ្នែកវះកាត់ប្រព័ន្ធតម្រង់នោមទាំងមូលបានព្យាបាលជំងឺរីកកពេញប្រូស្តាតហើយយើងបានរកឃើញដោយចៃដន្យជំងឺមហារីកកពេញប្រូស្តាតនេះខ្ទង់ប្រហែលជាអាច 10% អីដែរអូបាទបានន័យថាខ្ពស់ទេបើប្រៀបធៀបអត្រាទៅប្រទេសគេផ្សេងអត្រាប្រៀបជាមួយគេគឺប្រហែលគ្នាដូចគេនិយាយហ្នឹងវាជាជំងឺមហារីកដែលមានលេខរៀងទី2ចំពោះបរិសុទ្ធបាទច្រើនទៅវ័យចំណាស់មិនចឹងទេបាទក៏យ៉ាងមិនការសិក្សាឃើញជួបផ្ទះកន្លងមកហ្នឹងអញ្ចឹងมันមានអ្នកខ្លះអាយុខ្ទង់ប្រហែលជា30ជាងគាត់មកអូខ្ញុំមក check មើលបញ្ហាប្រូស្តាតទូទៅបញ្ហាអ្នកជំងឺអាយុ30ជាងសឹងតែអាចនិយាយថាមិនបាច់មើលក៏យើងអាចសន្និដ្ឋានបានដែរអញ្ចឹងនោះបាទបាទប៉ុន្តែបើចាប់ពី50ឡើងគួរតែពិនិត្យមើលអញ្ចឹងមិនអ្នកជំងឺចាប់ពីអាយុ50ឡើងគួរតែមកហៅថា check up ឬមួយក៏ហៅថាពិនិត្យសុខភាពតាមរកមើលវាបើសិនយើងរកឃើញទាន់វាជារឿងមួយដែលល្អសម្រាប់អ្នកជំងឺបាទអរគុណណាស់លោកយ៉ាប់ដិតបាទអញ្ចឹងធ្វើខ្ញុំនឹកឃើញថាយើងអ្នកប្រជាពលរដ្ឋគួរតែយល់អំពីរោគសញ្ញានឹងដែរមុនមក check up មិនអញ្ចឹងបាទចាអាហ្នឹងរោគសញ្ញាវាយ៉ាងម៉េចបង្ហាញយ៉ាងម៉េចខ្លះទេបាទតើតើជាមួយនឹងរោគសញ្ញាទី1អ្នកជំងឺគាត់ត្រូវដឹងថាគាត់នៅក្នុងវ័យដែលប្រឈមឬមួយក៏អត់វ័យដែលប្រឈមដូចយើងបានពិភាក្សាគ្នាមុននឹងអញ្ចឹងគឺរាល់បរិសុទ្ធដែលមានអាយុចាប់ពី50ឆ្នាំឡើងបែរថាគាត់ត្រូវដឹងខ្លួនគាត់មួយគាត់ដល់អាយុប្រឈមហើយបាទហើយទី2ទៅតាមកម្រិតនៃមហារីកបើសិនជាមហារីកហ្នឹងវានៅកម្រិតដំបូងផងគឺអត់មានរោគសញ្ញាអ្វីទាំងអស់ឧទាហរណ៍អ្នកជំងឺម្នាក់អាយុ50ឆ្នាំហើយគាត់មានបញ្ហាមហារីកហ្នឹង
nơi đầm nạ ca đầm bông phật miền mà hai chân gì miền đô nhà vậy tặng chân cừu phần tay bờ sân trên nơi đầm nạ ca đi muối cái tivi ấy còn ai chụp ra miền đô nhà hai đô nhà biết hai chữ muối nâng chữ cái pin process thông mà chăng vì bạn nôm hiện mô hình tăng nôm mô hình chư chắc mà và việc lại nôm chiêm hay bờ sân viên nơi không đầm nạ ca khai thác đầm nạ ca là riết đa tôi tới process nó không ăn kỹ dừng chẳng bởi vì riết đá cứ nơi xử lý đến nơi cái bài bia trên cái bài bia trên cái cứ chẳng lượt ngàn đi khai chẳng tập kỹ miền chẳng lượt hàng múc có hàng còi hàng mục chắc mà và chẳng bờ sân giờ riết đá cứ biết phải pa chẳng nơi ăn kỹ môn ghê chẳng này chỉ cứ thời miền lúc sinh nhà mới được khai thác ca truy chập chẳng cứ chỉ ca truy chập mới đại vì bạn trộm anh đang bài thang bờ sân gì này chỉ cứ truy chập chẳng hay mau đó khơi con miền Hà Đích khai thác chuyện đầm nạ ca riết đá này rồi dập đợt ăn nước bạn ấy khám bụng nắng ấy bởi vì chứ khám bụng cao của nước mẹ đi tí đấy mà lúc sinh nhà lúc sinh nhà biết mình là phần năng mà anh đứng tầm nạ cá tivi chẳng cho bữa giờ là chăm ao nè chừng ngữ tỏ miền lúc sinh nhà bạn mau chụp dưỡng khu pet ăn này nom chẳng thế tu tới trong ao nè chừng mơ bị nứt xoay được nơi bây đại biết mình tôn miền lúc sinh nhà chấp ví dụ hà là chẳng ro bỏ ra đây miền vây chấp ví dụ 20 lớn lỗ đào dụ 70 năm chưa 20 lỗ đào 70 năm quạt cua tay mực xoay được bị bánh há prostat nằng bữa tôi chia rít tam bài thom chết cả đói rồi mới có mà hai đi cả đời quạt mình cua rong trăm lỗ đào quạt miền rục nhà gì nhưng đấy theo các chị ba chữ ngữ bờ sân chỉ biết ngốn là tập hóa mình bà con thay là ôi bờ sân chỉ cứ thun ngắn là tập hóa bờ tôi chia về khác chỉ cứ chia đời phần tay viên đằng sau cái thằng cạn xong nở và đang hai sợi kéo u thô này chỉ cái muối còn miền qua nhà ha đông xanh không khu các bà rồi mới có ní nhá chiêm cọ nơi cây khu các bà đại biệt sẽ còn nơi khu các bà dừng chẳng bờ sân chỉ dương mọc phía ba tuần màu đào việc toàn passport từ lư cao sự càng khu vực dương mấy việc toàn ngót chẳng về dương vô chiêm cộ tranh hơi nè chỉ đứng đôi thòng đào bình tôi đàm đời con ở miền passport đó ca trong trăm passport đó ca bệnh chia đây chia chương con thì còn nãy bữa sân thì dương tụi ai chiêm cộ nó còn lưu khu vực du đại thư ai cao sự càng khu vực nè chỉ đứng slap chẳng bữa tụi dương ban chị ba con vô chiêm cộ tranh cả đấy tay nè chỉ đứng con đừng miến sao cả sầm nó u thôi đi chia passport đó ca trong chấm rồi môi có ca bệnh chia đây bệnh chia chương một con để sao ta ca cao ca đây bệnh chia viên ngộp ông một đồ này chẳng trong sau đó bộ bánh tại đang chuẩn bị chữ mà hai đi kinh san chẳng bà sân giờ cô mực tam đan xoay được hai chai đần còn ban hở khơi tập pita hở khơi hai con miền rục gì chứng đầm nạ cá cứ chia đầm nạ tu tới cứ đầm nạ cá đầm bồn hai bờ sân dương hở khơi nơi đầm nạ cá đầm bồn ca chia bá trong sân ai gì ban tha chia đặt sân thầm ở đây phía đây bữa tôi chi vi trên mà hai đi cái đời ba viên nước đầm nạ cá đầm bồn tôi từ vĩnh cho bờ sân thì chăm ơi miền rục gì đó chữ đó cho ăn ai hay chữ đó chẳng may tha vì chia đầm nạ cá mũi để húp về bài tha cao ra mà đính vì ban chlong pi prostat nó tới cái lạnh sinh ban đây ai tới cho ăn rồi mùi mỏ đó thám mỏ đó suốt ấy như từ cho bữa tôi dùng chia bá lật hoa cỏ lò này lâu như chỗ đó rụng viên sai tèm đó táo hàng krom kru pet hàng vị chậm đất thưa rụng viên sai chẳng mấy tự đằng thà nẹt nung đi con nẹt chung người nằm nẹt cả chung người mà hari cặp pin prostat chia tu tới chung người mà hari cặp pin prostat đôi như ban gì môn đường trắng cứ chia chung người mũi đáy ngọc sẹn vì sân tay mình ở đâu xí chẳng chia đầm 4 đầm 3 đăng tha này chữ đứng có ai miên chữ mà hai đi pin prostat đó dương trơ tay xoay đượcอย่างmấy thứ cứ cái mưa chiêm một sần cái mưa chiêm bị chạy cái hai tha marker tùy mờ mấy tha chia là bỏ muối bà sân dương là bỏ năng vía lang khu pi cầm thòng ở đây vía bệnh trẻ tha miên sợi dương nam muối mà hai đi muối có đằng từ u thôi chia
đó cái mưa xả chết ấy phổ biến mưa xả chết ấy như thế បាទ tại Ồ, đang chậm chụp nào. môi đường hai đi cái pin prostat បាទ គឺគេមើលសារជាតិមួយដែលមានឈ្មោះថា PSA PSA បាទ បាទ អាហ្នឹងមើលក្នុងតួមនុស្សទាំងមូល នៅ មិនមែន ខ្លួន ក របស់ ពេញ យើង ប្រសាទទេអញ្ចឹងណោះ បាទដោយសារជាតិហ្នឹងវាចេញមកពីកពេញ prostat ហ្នឹង អូ អញ្ចឹងពាក្យពេញមួយគេហៅថា prostate specific antigen បាទ អញ្ចឹងជាធម្មតាកម្រិតរបស់វាគឺវាត្រូវតូចជាង4 nanogram ក្នុង1 ml ពីបច្ចេកទេស ហ្នឹងជាតួលេខរបស់វា បាទ បើសិនជាយើងមើលទៅស្រាប់តែឃើញចំនួនរបស់វាឡើងលើសពី4 nanogram ក្នុង1 ml អញ្ចឹងមកថាអ្នកជំងឺហ្នឹងយើងកំពុងសង្ស័យ បាទនឹងឈាមនឹងពិនិត្យដូចឈាមបាទ យើងមើលឈាមមុន បាទ វាអាចឡើងដល់ប្រហែល7 8 10ជាង120ទៅតាមការបញ្ចេញសារជាតិនឹងច្រើនមួយក៏តិចអញ្ចឹងទៅ បាទ បន្ទាប់ពីយើងមើលឈាមហើយយើងឃើញថាសារជាតិ PSA វាឡើងបែរថាអ្នកជំងឺកំពុងស្ថិតនៅក្នុងការសង្ស័យយើងអូគាត់អាចប្រឈមមុខជាមួយនឹងមហារីកពេញ prostat បាទ បន្ទាប់មកយើងចូលដំណាក់កាលបន្ទាប់ទៀតយើងហៅថាស្ទាបការស្វែងរកជំងឺកពេញ prostat ដោយស្ទាបមិនមែនដូចជាជំងឺមានដុំខ្លាញ់នៅសារស្បែកប៉ះនៅសារស្បែកទេអញ្ចឹងកពេញ prostat នៅខាងក្នុងយើងស្ទាបមិនយើងស្ទាបដោយយើងលូកតាមបាត តាមបាទ និយាយត្រង់ហៅថា រុនគូ រុនគូត បាទ បាទគឺយើងលូកតាមរុនគូតដោយឲ្យអ្នកជំងឺអាចអោនឬមួយក៏អ្នកជំងឺគេងដូចជាទម្រង់ស្ត្រីម្នាក់កំពុងសម្រាលកូនអញ្ចឹងគេគេថែជើងលើកជើង បាទ បាទហើយយើងប្រើម្រាមចង្អុលលូកដើម្បីស្ទាបវាហើយយើងស្ទាបគឺយើងស្ទាបផ្ទៃខាងក្រោយរបស់កពេញ prostat ហ្នឹងយើងស្ទាបប្រើអីទៅធម្មតាយើងដឹងរបស់មួយធម្មតាវាយ៉ាងម៉េចឧទាហរណ៍ថាកពេញ prostat ធម្មតាយើងស្ទាបទៅសបកវាឡើងអាឡង សាច់ពីប៉ះដៃយើងណា បាទ បាទ ឧទាហរណ៍កពេញ prostat អញ្ចឹង ចា៎ យើងលូកពីក្រោមទៅអញ្ចឹងយើងអាចស្ទាបវាអាឡង ដឹងមក ហើយសាច់វាណែនល្អ បាទ បាទតែដល់ពេលស្រាប់តែលូកទៅយើងស្ទាបដូចមានដុំអីមួយរឹងហើយវាគ្រីមគ្រើម អូ បាទអូគាត់ចូលក្នុងកម្រិតសង្ស័យមួយទៀត មួយទៀតទី2 បាទ ចុះសួរថាយើងពឹងទៅលើអាឈាមសារជាតិ PSA ហ្នឹងឬមួយក៏លូកស្ទាបហ្នឹងយើងសន្និដ្ឋានថាអ្នកយើងមហារីកកពេញ prostat 100% អត់ នៅមិនទាន់ នៅមិនទាន់បានទេ មិនទាន់បានទៀតបាទ ដំណាក់កាលបន្ទាប់ ការធ្វើរូបវិនិច្ឆ័យ យើង បាទ ត្រូវធ្វើ MRI 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 ជាមធ្យោបាយថតមួយដែលគេប្រើដែនម៉ាញេទិកដើម្បីថតអញ្ចឹងវាខុសពី CT scan CT scan គឺវាប្រើជារាយយ៉ង់ប្រើ X-ray បាទ MRI នេះលក្ខណៈពិសេសរបស់វាគឺវាអាចមើល បាទ គេហៅថារបស់ដែលទុនចង់សម្រាប់លើថាសាច់ បាទ អញ្ចឹងរបស់ដែលតើតើជាមួយសាច់គេធ្វើ MRI គឺមើលឃើញច្បាស់ល្អឧទាហរណ៍ថាគឺយើងស្ទាបទៅយើងសង្ស័យដុំនឹងនៅកន្លែងណាផាក់ផែប្រហែលឧទាហរណ៍ជា1សង់ទីម៉ែត្រចុះយើងស្ទាបនឹងយើងសង្ស័យ សុំកាត់ដូចយ៉ាងនេះ MRI ហ្នឹងមានន័យថាម៉ាស៊ីនថតសិនឆ្លុះយ៉ាងម៉េចនិយាយសាមញ្ញធម្មតា បាទវាជាម៉ាស៊ីនថត សិនថត បាទ គ្រឿងក្នុងមកឃើញមក បាទ បាទ គាត់ថាលក្ខណៈពិសេសរបស់វាគឺចង់សម្ដៅលើសាច់វាមើលឃើញច្បាស់ជាង scan អូបាទ scan បាទ តើតើរបស់រឹងវាមើលឃើញច្បាស់ជាង MRI វិញ បាទ អូខេអញ្ចឹងបន្ទាប់មកយើងធ្វើ MRI ទៅស្រាប់យើង confirm ថាអូឃើញមានដុំមួយនៅក្នុងកំពេញ prostat ហ្នឹងនៅទីតាំងកន្លែងណាឬមួយនៅជាប់មួយសបកឬមួយក៏ពេលខ្លះវា សម្បកក៏ពេញប្រសាទហ្នឹង បាទឬមួយក៏វារៀលណាវារីកផុតពីសបកហ្នឹងទៀត បាទ ចង់សម្ដៅថាដុំហ្នឹងវាចូលដល់កម្រិតទីប៉ុន្មានអញ្ចឹង បាទ អញ្ចឹងដល់ពេលឃើញអញ្ចឹងហើយការសង្ស័យកាន់តែខ្ពស់ទៀតចុងក្រោយធ្វើម៉េចបានអាចសន្និដ្ឋានឲ្យអ្នកយើង 100% បានគឺគេត្រូវឆាប់សាច់ អូចឹងអាចមានសម្ភារៈចូលទៅជ្រាបសាច់នៅខាងក្នុងហ្នឹង បាទគេមាន អត់ប៉ះពាល់ដល់សុខភាពអ្នកជំងឺទេជ្រាបសាច់ដាច់ចិញ្ចៀមអីចឹង ជាទូទៅការធ្វើអីមួយក៏ដោយវាតែងតែអាចមានផលប៉ះពាល់ទាំងអស់តែសួរថាផលប៉ះពាល់ខ្លាំងមួយតិចតែប៉ុណ្្នឹងឯងអញ្ចឹងការច្រាប់សាច់គឺយើងយកមកជុលមួយច្រាប់សាច់នេះមិនមែនយកកបិតទៅវេគឺយើងយកមកជុលមួយទៅចាក់ចូលទៅក្នុងកំពេញ prostat របស់គាត់ហើយមកជុលហ្នឹងវាមានកូនគាត់ទូចមួយដែលអាចច្រាប់សាច់ហ្នឹងទំហំប្រព័ន្ធសរសៃស្អកឯង អូតូច បាទតូចមែនតើ បាទ តែសួរថា ទំនើបសម្ភារៈទំនើបឥឡូវហ្នឹង អាចប៉ះពាល់ បាទ អាចឧទាហរណ៍ដូចជាមានការហូរឈាម បាទ ពេលខ្លះអាចឆ្លងមេរោគអ្នកយើងក្តៅខ្លួនអីចឹងទៅប៉ុន្តែ
viêm mà mình chỉ hướng mua để thôn thơ đại dương mình ai thưa ban đây bà chẳng bắt đầuពីការច្រឹបសាច់ហើយឃើញថាគាត់ពិតជាមហារីកមែនអាហ្នឹងbạnអាចបញ្ជាក់ប្រាប់អ្នកយើងថាអ៊ំមានជំងឺមហារីកកពីប្រូស្តាតនៅ grade ណាកម្រិតណាបាទព្រោះជំងឺមហារីកកពីប្រូស្តាតគេបែងចែក grade ផ្សេង stage វាផ្សេង grade ហ្នឹងចង់ស្គាល់ថាកោសិកាហ្នឹងវាកាចមួយក៏អត់បែរថាមនុស្សពីរនាក់មួយមហារីកកពីប្រូស្តាតមួយទៀតក៏មហារីកដែរតែមួយទៀតកាចចង់ស្គាល់ថាការរេដាល់វាលឿនហ្មងបើយើងឃើញហើយត្រូវធ្វើម៉េចព្យាបាលគាត់ឲ្យបានលឿនបំផុតបើសិនយើងព្យាបាលគាត់អត់តទេការរេដាល់វាលឿនបានថាវារេដាល់មកដល់សួរមួយថ្លើមអីហើយអញ្ចឹងគាត់ធ្វើអីលេងចេញហើយទោះយើងព្យាបាលកពីប្រូស្តាតហើយក៏ដោយគាត់ទៅលេចចេញមហារីកថ្លើមមហារីកសួរនេះវិញទៀតហើយបាទតែហួសពេលអញ្ចឹងដល់ពេលអ្នកយើងមួយទៀតមហារីកដែរតែវា slot មកថាវាក្រនៅក្នុងការរាលដាលវានៅក្នុងប្រូស្តាតដដែលប៉ុន្តែវាក្ររាលដាលវានឹងយូរអញ្ចឹងទៅបាទហើយមួយទៀតគេហៅថា stage ហ្នឹងគឺកម្រិតរបស់មហារីកនឹងមហារីកនៅ stage 1 stage 2 មួយ stage 3 មួយ stage 4អញ្ចឹងទៅអញ្ចឹងមហារីកមាន stage មានកម្រិតប្រមាណកម្រិត4បាទអូនោះច្រើនដែរបើកម្រិត1អាចជាបាទមួយទី2យើងអាចសន្និដ្ឋានថាសឹងតែ 100% នឹងការជាដែរបាទជីតទៀតបាទចាប់អារម្មណ៍អូខេអញ្ចឹងតើតើពីមធ្យោបាយនៃការធ្វើរូបវិនិច្ឆ័យបាទយើងមានប៉ុណ្ណឹងប៉ុន្តែឧទាហរណ៍ថាស្រាប់តែយើងធ្វើមើលទៅ PSA គាត់ឡើងបាទមិនមែនថាយើងសន្និដ្ឋានគាត់មហារីកទេពេលខ្លះគាត់អាចមានបញ្ហាមួយគេហៅថារលាកពេញប្រូស្តាតអានឹងអាចឡើងដែរ PSA អាចឡើងដែរបាទ PSA ហ្នឹងមិនថាឲ្យតែមានអីមួយទៅប៉ះពាល់ដល់កពេញប្រូស្តាតគឺអាចធ្វើឲ្យ PSA ឡើងហើយអញ្ចឹងហើយបាទមិនគ្រាន់យើងគ្រាន់តែឃើញថា PSA ឡើងយើងប្រាប់អូអមឯងមានមហារីកបាទអត់បានទេយើងត្រូវតែព្យាបាលគាត់ថាគាត់អាចមានបញ្ហារលាកបាទអញ្ចឹងទៅឬមួយក៏អាចនឹងមហារីកអញ្ចឹងទៅអញ្ចឹងអារលាកយើងធ្វើរូបវិនិច្ឆ័យយ៉ាងមិនបានដល់លោកចាំទៅបាទមិញលោកចាំទៅមានប្រសាសន៍ថានឹងមហារីកណាទៅកាលអីចឹងយើងអាចធ្វើរូបវិនិច្ឆ័យបានដល់យើងមើលឈាមដល់យើងលូកស្ទាបបាទប្រូស្តាតធម្មតាអត់រលាកគឺយើងស្ទាបទៅក៏អត់ឈឺទេតែចំពោះប្រូស្តាតអ្នកជំងឺដែលរលាកឈឺប៉ះទៅគឺឈឺបាទសុំកាត់ទីចោអាហ្នឹងដែលរាកមិនបានមកពីអ្វីដែរទូទៅដោយសារតែបាក់តេរីនៅក្នុងប្រព័ន្ធបាទនៅក្នុងប្រព័ន្ធតម្រង់នោមរបស់យើងមិនមែនដោយសារដូចជាអ្នកហូបស្រាជាពិសេសហូបស្រាប្រចាំហ្នឹងអត់រលាកមែនទេអត់ទេស្រាគ្រាន់តែជាកត្តាជួយជំរុញឲ្យវាអាចនឹងប្រែប្រួលមិនល្អអញ្ចឹងទេអញ្ចឹងតែមិនអាចឲ្យធ្វើឲ្យវាលាកអញ្ចឹងណាបាទអូបាទគូប្រជាពលរដ្ឋខ្លះយល់ឃើញថាទៅហូបអ្នកហូបស្រាសរាល់ថ្ងៃអាចរលាកហូរនោមអីចឹងអូអត់ទេនេះជាការយល់ច្រឡំទេបើសួរថារលាកគឺរលាកថ្លើមដោយសារមកពីថ្លើមចាញ់ថាបើសិនជាសួរថាស្រាបើថាអាចធ្វើឲ្យរលាកអូបាទយល់បាទមិនមែនរលាករងនោមទេអរគុណណាជំទូកាត់ជួយតទៀតបាទអញ្ចឹងអូខេអញ្ចឹងបើសិនជាយើងឃើញថា PSA គាត់ឡើងអញ្ចឹងយើងត្រូវឲ្យចម្លើយអ្នកជំងឺ2តែចម្លើយហ្នឹងវាគ្រាន់តែអាចទេបាទមិនមែនជាការប្រកាសទេអញ្ចឹងគាត់អាចប្រឈមមុខជាមួយគេហៅថាការរលាកកពេញប្រូស្តាតឬមួយក៏មហារីកអញ្ចឹងទៅបាទអញ្ចឹងយើងត្រូវដោះស្រាយមួយបែរថាដំបូងយើងត្រូវបញ្ជាក់ថាវារលាកមែនឬមួយក៏អត់បាទឧទាហរណ៍ដូចជាយើងត្រូវមើលឈាមឃើញគ្រាប់ឈាមសគាត់ឡើងអត់យើងលូកស្ទាបមើលប៉ះទៅគាត់ឈឺអត់បើគាត់ឈឺអាហ្នឹងភាគរយគឺរលាកគឺខ្ពស់ហើយបាទអញ្ចឹងដល់មកយើងចាប់ផ្ដើមឲ្យថ្នាំព្យាបាលគាត់ទៅមួយដូសដើម្បីព្យាបាលរលាកអញ្ចឹងបើសិនជាទៅផ្ទះវិញបានបាទអញ្ចឹងបើយើងព្យាបាលគាត់រលាកអីហើយអស់គ្រប់ដូសថ្នាំហើយយើងត្រឡប់មកវិញយើងត្រូវ control PSA ឡើងវិញបាទយើង control PSA ឡើងវិញយើងឃើញថា PSA គាត់ចុះមកកម្រិតធម្មតាវិញបាទអាហ្នឹងយើងអាចសន្និដ្ឋានថាយើង 100% ថាអមឯងគ្រាន់តែរលាកឥឡូវ
PSA បងចូលមកធម្មតាវិញអញ្ចឹងអត់មានបញ្ហាជាមួយនឹងមហារីកទេ ចឹងបាទ តែផ្ទុយទៅវិញស្រាប់យើងព្យាបាលរលាកកពេញប្រូស្តាតទៅហើយគ្រប់ដូសវាហើយ បាទ ណាត់អ្នកជំងឺមកវិញ control PSA នៅតែខ្ពស់ដដែល 9 10អញ្ចឹងទៅ រយៈពេលប៉ុន្មានហ្នឹងមួយអាទិត្យពីរអាទិត្យ ទូទៅ prostate គេព្យាបាលពី2ទៅ3អាទិត្យ អូបាទនៅពេលដែលគាត់អញ្ជើញទៅផ្ទះវិញហ្នឹងរយៈពេលយើងមើលគាត់ទៅផ្ទះវិញរយៈពេលមួយអាទិត្យឬពីរអាទិត្យអញ្ចឹងបាទ អរគុណដល់មកវិញ PSI ឡើង PSA ឡើងអញ្ចឹងបាទឡើងអញ្ចឹងយើងចាប់ផ្ដើមតវ៉ាត យើងចាប់ផ្ដើមស្វែងរកទៅទៀតទៅតាមដំណាក់កាលដែលខ្ញុំបានរៀបរាប់ពីមធ្យោបាយធ្វើរូបវិនិច្ឆ័យមហារីកមុននឹងអញ្ចឹង បាទ អាចត្រូវធ្វើ MRI ដើម្បី confirm មើលមានដុំអីនៅកន្លែងណាអត់ពេលខ្លះយើងលូកស្ទាបមិនប្រកាសថាប៉ះដុំទេតែយើងនៅតែពឹងលើ PSA ខ្ពស់តដែរ អញ្ចឹងណោះបាទបាទ ចឹងតើតើជាមួយនឹងមធ្យោបាយស្វែងរកដូចជាអស់ប៉ុណ្្នឹងឯង បាទអរគុណណាស់សំណួរខ្ញុំហាក់ដូចជាចាក់ប្រធានបទតិចប៉ុន្តែតាមខ្ញុំដឹងជាពលរដ្ឋច្រើនគាត់ចេះតែសួរខ្ញុំដែរព្រោះខ្ញុំខាងផ្សាយព័ត៌មានសុខភាពណាគេសួរថាអញ្ចេះគេសួរថាឧទាហរណ៍ថាលោកជាបណ្ឌិតគ្រូពេទ្យណាម្នាក់រកឃើញថាអ្នកជំងឺហ្នឹងកើតមហារីកឬក៏ហ្នឹងហើយបញ្ហាសួរអស់សួរអីចឹងឧទាហរណ៍អញ្ចឹងណាគ្រូពេទ្យប្រាប់អ្នកជំងឺនឹងភ្លាមអ្នកជំងឺនឹងគាត់អស់សង្ឃឹមគាត់ឈឺឬធ្ងន់យូរគាត់អាចត្រឡប់ក៏មានដែរចំពោះលោកជាបណ្ឌិតយល់ឃើញយ៉ាងម៉េចដែរលោកបណ្ឌិតមានប្រសាសន៍មិញថាស្វែងរកប្រូស្តាតមហារីកប្រូស្តាតអញ្ចឹងណាដល់ឃើញភ្លាមអញ្ចឹងគ្រូពេទ្យប្រាប់ផាំងភ្លាមអញ្ចឹងគាត់ដូចអស់សង្ឃឹមតើខាងវិធីសាស្ត្រវិជ្ជាបណ្ឌិតមានអីទេឬក៏នៅអ្នកសាប្រាប់អញ្ចឹងឬប្រាប់អ្នកកំដរអីចំនួនអីបាទកន្លែងនេះវាតើតើជាមួយនឹង soft skill គេហៅថាជាវិធីសាស្ត្រនៃការធ្វើការរបស់មនុស្សម្នាក់បាទអ្នកខ្លះទៅគាត់ក៏បញ្យល់ត្រង់អីចឹងទៅអ្នកខ្លះគាត់ក៏អាចគិតដូចពូចឹងថាតើគួរតែបញ្យល់បងប្អូនអ្នកជំងឺអីមុនគឺមួយក៏អត់អីចឹងបាទចំពោះខ្ញុំវិញបើសិនជាដំណាក់កាលរបស់អ្នកជំងឺហ្នឹងនៅដំណាក់កាលដំបូងដែលភាគរយគាត់ជោគជ័យគឺខ្ពស់ខ្លាំងបាទគឺយើងអាចប្រោសព័ត៌មានឲ្យអ្នកជំងឺបានយើងប្រោសព័ត៌មានឲ្យគាត់ថាឈឺមិនប៉ុន្តែបើសិនជាឈឺព្យាបាលជាវាមិនមែនជាបញ្ហាទេព្រោះអ្នកដែលមកពេទ្យទាំងអស់អ្នកណាក៏មករឿងឈឺដែរបាទតែសំខាន់ចម្លើយថាតើព្យាបាលជាឬមួយអត់ជាឬអត់បាទបើសិនជាយើងរកឃើញថាគាត់មានបញ្ហាមហារីកប៉ុន្តែគាត់នៅដំណាក់កាល late stage ដំណាក់កាលហួសពេលបាទលទ្ធផលព្យាបាលអត់ជាអាហ្នឹងយើងកុំប្រាប់គាត់អញ្ចឹងណាយើងអាចប្រាប់ជាកូនចៅវិញបាទព្រោះថាយើងប្រាប់គាត់តែចង់បានដំណោះស្រាយមួយឯងបាទបើប្រាប់គាត់ទៅដំណោះស្រាយយើងជួយគាត់មិនបានអញ្ចឹងវាហាក់បីដូចជាយើងធ្វើឲ្យគាត់អស់សង្ឃឹមអញ្ចឹងបាទអញ្ចឹងចំពោះខ្ញុំគឺប្រែប្រួលទៅតាមកលៈទេសៈទេអាការបញ្យល់អ្នកជំងឺនេះបើសិនជាគាត់ឈឺប៉ុន្តែយើងអាចជួយគាត់បានសឹងតែ 100% យើងអាចប្រាប់អ្នកជំងឺបានតែបើសិនជាដំណាក់កាលហួសពេលយើងអាចប្រាប់កូនចៅទៅបានហើយអរគុណណាស់បាទយើងចូលដល់វិធីសាស្ត្រព្យាបាលតែម្ដងលោកចាំដឹងតើការព្យាបាលមហារីកពេញប្រូស្តាតហ្នឹងតាមពិតលោកចាំដឹងមានប្រសាសន៍ខ្លះៗហើយឡងមកអញ្ចឹងដូចមិនអញ្ចឹងបាទឥឡូវចូលដល់ទីបាទឥឡូវយើងចូលដល់តើតើនឹងការព្យាបាលមហារីកពេញប្រូស្តាតការព្យាបាលមហារីកពេញប្រូស្តាតគឺប្រែប្រួលទៅតាម stage របស់វាដែលខ្ញុំបាននិយាយមុនអញ្ចឹងបាទ stage 1 stage 2បាទយើងអាចធ្វើអីបានខ្លះយើងអាចធ្វើបាញ់កាំដាក់ស្មីឬមួយក៏គេហៅថាដុតអានឹងពីបច្ចេកទេសគេយើងមិនអាចបកប្រែជាភាសាខ្មែរបានទេតែយើងអាចនិយាយបានថាដុតដោយយើងមិនច្បាច់វះកាត់បាទភាគរយវាក៏អាចជោគជ័យបានគួរដែរបើសិនជាគាត់កម្រិតមួយចុះណាបាទបើសិនជាគាត់មិនដុតមិនថាយើងនៅរក្សាប្រូស្តាតដែរតែក៏យើងដុតដើម្បីដុតកោសិកាមហារីកនឹងឲ្យវាខ្ទេចអញ្ចឹងទៅបាទប៉ុន្តែកាលណាវានៅសល់អញ្ចឹងវានឹងអាចប្រឈមមុខកាត់ឡើងមកវិញទៀតអញ្ចឹងអ្នកជំងឺគាត់ក៏អាចជ្រើសរើសយកមធ្យោបាយមួយទៀតគេហៅថាកាត់កពេញប្រូស្តាតចោលតែម្ដងបាទកាត់កពេញប្រូស្តាតចោលหมายថាយើងកាត់យក
ដុំតែម្ដងទាំងខ្លួនសាច់កាពីប្រូស្តាតទាំងសម្បកវាទៅទាំងមូលតែម្ដង ហើយបើយើងដេកភ្ជាប់បង្ហូរនោមយើងជាមួយនឹងផ្លោកនោមយើងថ្មីមកវិញ ចឹងអត់ប៉ះពាល់អ្វីផ្សេងទេ ជាទូទៅការវះកាត់កាពីប្រូស្តាតជាការវះកាត់មួយដែលធំយ៉ាងម៉េចសរសៃឈាមច្រើន ប៉ះពាល់ ចឹងទាមទារឲ្យគ្រូពេទ្យហ្នឹងគាត់សិក្សាច្បាស់លាស់មានបទពិសោធន៍ច្រើននៅក្នុងការវះកាត់ទី1 ទី2តើតើជាមួយនឹងគេហៅថាមុខងាររបស់វា បែរថាមុខងារតម្រង់នោម មុខងាររបស់ផ្លោកនោមហើយនឹងប្រូស្តាតហ្នឹងអញ្ចឹងនៅពេលដែលយកកាពីប្រូស្តាតអស់ហើយអញ្ចឹងកន្លែងហ្នឹងបាត់មុខងាររបស់កាពីប្រូស្តាតហើយទី2តើតើមួយជាមួយនឹងមុខងាររបស់ផ្លោកនោមអញ្ចឹងអ្នកជំងឺបើសិនជាយើងព្យាបាលខុសបច្ចេកទេសឬមួយក៏វាការវះកាត់ប៉ះពាល់ដល់ផ្លោកនោមឬមួយក៏សាច់ដុំខ្ជិបរុននោមយើងជាយថាហេតុណាមួយបាទអញ្ចឹងអ្នកជំងឺក៏អាចនឹងមានបញ្ហាហៀទឹកនោមដោយមិនដឹងខ្លួនអីចឹងទៅបាទសូមបើកបងចត់ដល់ទីលោកចាំដិតអញ្ចឹងមានន័យថាអាផ្លោកនោមវាមានទូនាទីបិទបើកដល់ខ្លួនឯងអញ្ចឹងនោមនោះក៏យ៉ាងម៉េច ផ្លោកនោមយើងមានទូនាទីសម្រាប់កន្ត្រាក់ដើម្បីរុញទឹកនោមយើងចេញ អញ្ចឹងបាទ នៅក្បែរផ្លោកនោមយើងវានឹងមានសាច់ដុំខ្ជិបរុននោមមួយបាទហើយនៅក្រោមកាពីប្រូស្តាតមានសាច់ដុំខ្ជិបរុននោមមួយទៀត2អញ្ចឹងបាទប្រូស្តាតនៅក្បែរនឹងតែម្ដង ប្រូស្តាតនៅចន្លោះហ្នឹងនៅចន្លោះពីលើក្រោមនឹងតែម្ដងអូបាទអញ្ចឹងវាឆ្លងអញ្ចឹងបើសិនយើងធ្វើការវះកាត់នឹងប៉ះពាល់ដល់សាច់ដុំហ្នឹងគឺក្រោយពេលវះកាត់ហើយបាទអ្នកជំងឺគាត់នឹងមានបញ្ហាមួយគេហៅថាហៀទឹកនោមដោយមិនដឹងខ្លួនព្រោះអត់មានអីទៅខ្ជិបវាទៀតទេព្រោះហងៃមនុស្សយើងទៅនោមមិនមែនយើងបជាអូផ្លោកនោមឯនោមមិនមែនយើងបជាទេគឺផ្លោកនោមយើងគឺជាអ្នកធ្វើការដោយខ្លួនឯងតែម្ដងបាទនៅពេលដែលលពូដឹងថាលពូឈឺនោមហ្នឹងពេលហ្នឹងវាកំពុងតែកន្ត្រៃវាកំពុងឈឺហើយលពូគាត់ដឹងថាអូវាកំពុងឈឺហើយតែមិនបានវាមិននោមដោយសារលពូបជារឿងមួយទៀតគឺពូបញ្ជាសាច់ដុំខ្ជិបកុំឲ្យវានោមចាំសិនចាំតិចរហូតដល់លពូទៅដល់បន្ទប់ទឹកលពូប្រឡែងអាសាច់ដុំខ្ជិបពុបទឹកនោមបាញ់មកឆ្វែងបាទអញ្ចឹងតើតើជាមួយនឹងការនោមយើងមិនមែនយើងជាអ្នកបញ្ជាទេគឺផ្លោកនោមយើងជាអ្នកបញ្ជាខ្លួនឯងបាទអញ្ចឹងនៅពេលដែលការព្យាបាលណាមួយដែលមិនសមស្របប៉ះពាល់ដល់អាទ្វារនោមហ្នឹងវាអាចហូរមកឯងតែម្ដងទាំងអស់នេះគឺជាអ្វីដែលអ្នកជំងឺគាត់ត្រូវដឹងបាទពីព្រោះថារាល់ការវះកាត់ទាំងអស់គ្មានការវះកាត់ណាមួយដែលមិនមានផលវិបាកទេគាត់ថាតើផលវិបាកវាភាគរយតិចឬមួយច្រើនខ្ពស់បាទបាទអរគុណណាស់គូមានអីទៀតទេការព្យាបាលអត់មានជួបដល់ការវះកាត់ដូចជាមានតែប៉ុណ្្នឹងបាទគាត់ថាចង់ជំរាបសួរចេះរយៈពេលធ្វើរូបវិនិច្ឆ័យការសិក្សារូបសញ្ញារូបវិនិច្ឆ័យការព្យាបាលហ្នឹងរយៈពេលប្រហែលមកគិតជាសរុបរយៈពេលចំពោះជំងឺមហារីកកាពីប្រូស្តាតហ្នឹងបើសិនជាយើងធ្វើចាប់ពីអ្នកជំងឺចូលមកជួបយើងរហូតដល់យើងធ្វើរូបវិនិច្ឆ័យខ្ញុំគិតថាយ៉ាងហ្នឹងក៏ប្រហែលជាអាចចូលមួយអាទិត្យទៅ2អាទិត្យអីឡើងដែរអញ្ចឹងបាទបាទ អានឹងរយៈពេលមកពិនិត្យមកព្យាបាលត្រឡប់ទៅផ្ទះវិញបានចូលមកសម្រាប់ព្យាបាលមិនអញ្ចឹងបាទអរគុណបាទតាមពិតទៅស្ដាប់មើលទៅគួរឲ្យខ្លាចណាជំងឺមហារីកកាពីប្រូស្តាតហ្នឹងបាទហ្នឹងតើមានវិធីសាស្ត្រឲ្យព្យាបាលការពារមកឲ្យមានទេបាទជំងឺមហារីកកាពីប្រូស្តាតជាជំងឺមួយដែលវាកាចសាហាវហើយស្ងប់ស្ងាត់ប៉ុន្តែវាក៏មានមធ្យោបាយឬមួយក៏មានវិធីសាស្ត្រខ្លះៗដែលអាចជួយគេហៅថាការពារប៉ុន្តែមិនមែនបាញ់ថាទាំងអស់ទេការពារបានការពារបាន 100% ទេអញ្ចឹងបាទទូទៅគេណែនាំឲ្យយើងញ៉ាំអាហារបានត្រឹមត្រូវមានន័យថាទៀងពេលវេលាបាទតើជាមួយអាហារបានត្រឹមត្រូវបែរថាមានបន្លែមានសាច់អីកុំឲ្យខ្លាញ់ច្រើនពេកព្រោះខ្លាញ់ច្រើនវាជាកត្តាមួយដែលធ្វើឲ្យអ្នកជំងឺនឹងប្រឈមនឹងមហារីកកាពីប្រូស្តាតអញ្ចឹងបាទហើយតើតើជាមួយនឹងបន្លែឧទាហរណ៍ដូចជាមានប្រូកូលីមានដូចជា
ផ្លែប៉េងប៉ោះ បាទ ទឹកសណ្ដែកតែបៃតងសិតតែជាបន្លែដែលជួយកាត់បន្ថយ កាត់បន្ថយ ហានិភ័យនៃការកើតមហារីកកំពេញប្រូស្តាតហើយតើតើជាមួយនឹងប្រេងឆាវិញគឺគេ recommend ឲ្យយើងប្រើប្រេងអូលីវ អូលីវបាទ ជំនួសឲ្យប្រេងដែលចម្រាញ់ចេញពីខ្លាញ់ជ្រូក ប្រេងជ្រូកបាទ បាទវាក៏ជួយកាត់បន្ថយដែរ បាទបាទ នៅក្នុងហ្នឹងក៏មានស្រាក្រហមដែរ ស្រាក្រហម បាទស្រាក្រហមក៏ជួយកាត់បន្ថយអត្រានៃការកើតមហារីកកំពេញប្រូស្តាតដែរតែមិនមែនថា ដកសម្បឹង ស្រា ហ្ម ក្រហ ង មលាងមកទំហឹងជោគរងហើយអត់ទេ អញ្ចឹងណា វាទៅការពារអាមួយទៅស្លាប់ដោយសារថ្លើមទៅវិញ ថ្លើម បាទអញ្ចឹងធ្វើអីក៏ដោយគឺត្រូវមាននៅកម្រិតមួយកដាល បាទ អូខេហើយទី2កតាបារី បាទ ក៏មិនត្រូវជក់ដែរវាក៏ជាកតាមួយដែលជួយជំរុញធ្វើឲ្យមហារីកនឹងកាន់តែធ្ងន់ដែរ ប្រូស្តាតតាក់ទងប្រូស្តាតទេបាទ បាទ អត់តាក់គេសំខាន់ស៊ូតអញ្ចឹង ស៊ូតវាធ្វើឲ្យស៊ូតប្រូស្តាតក៏វាអាចជួយជំរុញឲ្យមហារីក អញ្ចឹងណា ផ្លោកនោមក៏អាចជួយជំរុញឲ្យមហារីកដែរ អូបាទ គាត់ ចឹងបារីបាទ ប្រូស្តាតវាតិចតួចវាមិនមែនជាភាគរយខ្ពស់តែបើសិនជាមហារីកផ្លោកនោមបារីគឺជាហេតុផលទី1 អញ្ចឹងណោះ បាទ ខ្លាំងអញ្ចឹង បាទអូខេការណែនាំទី2រស់នៅស្អាតរស់នៅស្អាតបានថាយើងត្រូវមានពេលសម្រាកមានពេលហាត់ប្រាណគេណែនាំឲ្យយើងហាត់ប្រាណក្នុងមួយថ្ងៃយ៉ាងតិចកន្លះម៉ោង កន្លះម៉ោង បាទនៅពេលដែលយើងហាត់ប្រាណអរម៉ូននឹងខ្លួនយើងគឺវានឹងធ្វើចលនាទៀងទាត់ល្អ បាទ វាក៏ជាកត្តាមួយដែលជួយកាត់បន្ថយជំងឺមហារីកកំពេញប្រូស្តាតដែរ បាទ ហើយក្រៅពីហ្នឹងផ្សេងទៀតជាកត្តាបន្ទាប់បន្សំមិនមានឥទ្ធិពលច្រើនទេតែជួយការពារតែទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែមានសារផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់វាមានគេហៅថាមធ្យោបាយនៅក្នុងការពារបានខ្លះប៉ុន្តែយើងត្រូវចាំថាវាមិនបានការពារយើងទាំងស្រុងទេឧទាហរណ៍ថាស្ត្រីម្នាក់គាត់បានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនចុះសួរថាគាត់ចាក់ហើយគាត់ឈប់ខ្វល់ហ្មងមែនអត់ទេទោះជាគាត់បានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនហើយក៏ដោយគាត់ក៏ត្រូវតែនៅទៅ check up មើលដែរ បាទ លឿនអាច1ឆ្នាំយូរអាច3ឆ្នាំទៅ check ម្ដង check មើលកោសិកាតើមានអីប្រែប្រួលអត់វ៉ាក់សាំងការពារបានតែពួក virus តែមូលហេតុការមហារីកមាត់ស្បូនមានច្រើនទៀតអញ្ចឹងទៅអញ្ចឹងមិនមែនថាយើងបានប្រើមធ្យោបាយការពារតែយើងបោះវាចោលទាំងស្រុងហ្មងទេយើងនៅតែនៅបន្តមកធ្វើការតាមដាន check up ដែរអញ្ចឹងយើងត្រឡប់មកចំពោះអ្នកជំងឺមហារីកកំពេញប្រូស្តាតរបស់យើងវិញបើទោះយើងបានរស់នៅល្អញ៉ាំល្អហាត់ប្រាណបានទៀងទាត់តែយើងក៏ត្រូវតែមកតាមដានស្វែងរកបញ្ហាមហារីកកំពេញប្រូស្តាតឲ្យបានទៀងទាត់ដែរយ៉ាងហោចណាស់ក៏មួយឆ្នាំឲ្យបានម្ដងដែរចំពោះបុរសដែលមានវ័យចាប់ពី50ឆ្នាំឡើង បាទអរគុណណាស់លោកចាប់ដិតបាទជាចុងក្រោយហ្នឹងតើលោកចាប់ដិតមានសារអីទេតាក់ទងនឹងប្រធានបទជំងឺមហារីកកំពេញប្រូស្តាតហ្នឹងបាទបើសិនជាមានសូមជឿបាទ បាទនឹងហើយជាចុងបញ្ចប់ខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី50ឆ្នាំឡើងគាត់គួរតែធ្វើការស្វែងរកជំងឺមហារីកកំពេញប្រូស្តាតបើទោះជាមិនបានស្វែងរកជំងឺមហារីកកំពេញប្រូស្តាតគាត់ក៏បាន check up តើតើជាមួយនឹងជំងឺរីកកំពេញប្រូស្តាតធម្មតាបានដែរដោយមកមន្ទីរពេទ្យគ្រូពេទ្យអាចធ្វើជាអេកូឬមួយក៏ check មើលឈាមឲ្យគាត់ដោយមិនចំណាយរយៈពេលយូរមិនចាំបាច់ទៅបរទេសខាត់ពេលរាប់ថ្ងៃត្រឹមតែមកមន្ទីរពេទ្យនៅខ្មែរយើងក៏អាចមាន ត្រឹមតែមួយថ្ងៃគាត់អាចដឹងពីលទ្ធផលថាតើអូគាត់អាចប្រឈមមុខជាមួយនឹងមហារីកបានឬមួយក៏អត់ដែរយ៉ាងហោចណាស់ក៏មួយឆ្នាំឲ្យបានម្ដងដែរបាទអរគុណណាស់លោកចាប់ដិតបានចំណាយពេលវេលាដល់កេនស្ពីដល់ពីនអិនបាទ បាទអរគុណ បាទអរគុណណាស់លោកចាប់ដិតបាទ